បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះចង់ធ្វើវីដេអូមួយបង្ហាញបងប្អូនអំពីការដែលយើងយកលីមុខគោយកមកចំចលៀនក្រហមដើម្បីផលិតជាចំណីសត្វហើយនឹងផលិតជាកប៉ុសដាក់ដំណាំបងប្អូនសម្រាប់បងប្អូនកសិករយើងដែលគាត់មានចំគោចំជ្រូកចំពពែឬក៏ជៀមអីដែលបងប្អូនមានលិមុខសត្វទាំងអស់ហ្នឹងបងប្អូនគួរតែយកលិមុខសត្វទាំងអស់ហ្នឹងមកដើម្បីយើងចំចលៀនដើម្បីផលិតជាកប៉ុសដាក់ដំណាំបងប្អូនសម្រាប់ការចំចលៀននេះគឺល្អមែនទែនសម្រាប់កសិករយើងគឺទី1យើងយកសាច់ចលៀនធ្វើជាចំណីមាន់ចំណីទាឬក៏ត្រីហើយមួយទៀតគឺអាចចលៀនបងប្អូនអាចចលៀនគឺយើងយកដាក់ដំណាំល្អមែនទែនសម្រាប់ដំណាំនេះហៅជាកប៉ុសអាចចលៀនបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការពូជចលៀនក្រហមអាចទំនាក់ទំនងខាងខ្ញុំបានខាងខ្ញុំមានលោកពូជជាពិសេសគឺខ្ញុំមានប្រឹក្សាបច្ចេកទេសក្នុងការចំចលៀនហើយនិងការផលិតជាកប៉ុសអាចចលៀនបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការពូជហើយនឹងចង់ដឹងពីបច្ចេកទេសនៃការចំចលៀនក្រហមបងប្អូនអាចទំនាក់ទំនងខាងខ្ញុំបានខាងខ្ញុំប្រឹក្សាជូនសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចាប់អារម្មណ៍ទៅលើការចំចលៀនណាជាពិសេសគឺការផលិតជីកប៉ុសចលៀនទីតាំងខ្ញុំនៅស្រុកប្រាសាទខេត្តព្រៃវែងហើយសម្រាប់ការផ្ញើពូជហើយនឹងជីកប៉ុសចលៀនខ្ញុំអាចផ្ញើបាន25ខែក្រុងបងប្អូនត្រូវការពូជចលៀនក្រហមយកទៅចិញ្ចឹមតអីបងប្អូនអាចកំងខាងខ្ញុំមកខ្ញុំរៀបចំផ្ញើជូនបាន25ខែក្រុងទីតាំងខ្ញុំនៅស្រុកប្រាសាទខេត្តព្រៃវែងនេះបងប្អូនអាងរបស់ខ្ញុំចាក់ស្ដែងបងប្អូនអាចរៀបចំអាងខ្ញុំចេះទៅនិយាយទៅសម្រាប់ការចំចលៀនក្រហមនេះឲ្យតែបងប្អូនមានលិមុខសត្វមានលិមុខគោលលិមុខជ្រូកលិមុខពពែបងប្អូនអាចចំបានហើយបងប្អូនអាចធ្វើអាងនេះខ្ញុំចេះក៏បានបងប្អូនមានដូចជាកធុនធុងស្នោធុងជ័រអីក៏បងប្អូនអាចចំបានគ្នាបងប្អូនវាងាយស្រួលចំទេអាសត្វនេះគាត់ថាវាទៀមទានៅកន្លែងម្លប់តែមានម្លប់គ្រប់គ្រាន់ហើយនឹងអត់លិចទឹកបងប្អូនហើយជាពិសេសគឺបងប្អូនធ្វើអាងនេះខ្ញុំចេះបងប្អូនត្រូវមានស្បែកព័ទ្ធជុំវិញវាផងយើងការពារក្តៅណាពោះក្តៅក៏វាស៊ីចលៀននឹងដែរតែប្រហែលចូលកាយស៊ីដែរនិយាយទៅការចំចលៀននេះគឺប្រយោជន៍ច្រើនណាស់សម្រាប់បងប្អូនកសិករយើងគឺទី1ខ្ញុំនិយាយមុនអញ្ចឹងគឺទី1សាច់ចលៀនធ្វើជាចំណីមាន់ចំណីទាឬក៏ត្រីហើយមួយទៀតគឺអាចបោះចលៀនយកប្រមូលដាក់ដំណាំបងប្អូនជីកប៉ុសល្អមែនតើជីកប៉ុសអាចចលៀនណាចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការពូជអាចកំមកខាងខ្ញុំបានខ្ញុំអាចផ្ញើបាន20ខេត្តក្រុងអរគុណច្រើនបងប្អូន